គោរពជំរាបសួរទៅកាន់បងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel រាត្រីព្រឹកព្រួចជួបគ្នាជាថ្មីម្ដងទៀតនៅក្នុងរាត្រីនេះដោយខកខាននៅក្នុងការជួបបងប្អូនយើងអស់រយៈពេលជាង1ខែដែលរយៈកាលកន្លងទៅដែលបានបាត់វត្តមានខ្ញុំបាទណាប្រហែលជាបងប្អូនយើងមិនសង្ស័យបងប្អូនយើងមិនសួររកក៏ដូចជាមិននឹករលឹកទេហើយមូលហេតុដែលខ្ញុំបានចាក់ចេញទៅដោយមិនបានប្រាប់បងប្អូននឹងគឺដោយសារតែចេះបងប្អូនពីមុនឲ្យតែខ្ញុំសម្រាកឬក៏ខ្ញុំមានបញ្ហាអីគឺខ្ញុំធ្វើការផុសជា poster ដើម្បីឲ្យបងប្អូនយើងបានដឹងប៉ុន្តែរយៈពេលកន្លងទៅខ្ញុំធ្លាប់ទទួលបានពេលដែលខ្ញុំផុសណាក៏មាន comment បងប្អូនយើងមកចំនួនតូចដែលគាត់ comment អត់ល្អឧទាហរណ៍ដូចជាខ្ញុំថាខ្ញុំឈឺខ្ញុំអត់បានចេញវីដេអូបងប្អូនយើងគាត់ក៏ comment ថាជួនកាលនិយាយពាក្យអសរោះខ្លាំងតែម្ដងនិយាយថាឲ្យស្លាប់ទៅអីណាណីចឹងណាអញ្ចឹងហើយបានជាខ្ញុំសុកចិត្តមិនធ្វើ poster ចេញហើយចេះតែ delay រហូតមកដល់ថ្ងៃនេះទើបសម្រាប់ចិត្តចេញវីដេអូហើយភ្ជាប់ជាមួយនឹងសាច់រឿងយើងតែម្ដងចំពោះមូលហេតុដែលខ្ញុំបានបាត់ទៅមិនបានចេញវីដេអូដើម្បីកំដរអារម្មណ៍បងប្អូនយើងនៅពេលយប់ដោយសពមួយដងហ្នឹងគឺដោយសារតែខ្ញុំឈឺហើយការឈឺរបស់ខ្ញុំហ្នឹងគឺរយៈពេលជិត2ខែបើតាមខ្ញុំចាំបងប្អូនដែលជំងឺហ្នឹងគឺវាមានគូផ្សំគ្នាដោយជំងឺចម្បងរបស់ខ្ញុំហ្នឹងគឺជំងឺទឹកនោមប្រៃដែលខ្ញុំឈឺមករាមមកហើយតាំងពីឆ្នាំ2019រហូតមកដល់ឥឡូវប៉ុន្តែពេលដែលខ្ញុំបាត់ទៅហ្នឹងជំងឺទឹកនោមប្រៃហ្នឹងក៏វាចេះតែស្រុតវាចេះតែធ្វើទុកចំណែកឯជំងឺផ្ដាសាយណាក៏វាបានចូលលុកលុយបានន័យថាផ្ដាសាយផងទឹកនោមប្រៃផងបានធ្វើឲ្យរាងកាយរបស់ខ្ញុំហ្នឹងទ្រុឌទ្រោមយ៉ាងខ្លាំងហើយចំពោះខ្ញុំដោយបងប្អូនបានដឹងស្រាប់ហើយថាខ្ញុំចេញវីដេអូទៅគឺដោយសារតែសំឡេងហើយបើសិនជាខ្ញុំក្អកខ្ញុំស្អកខ្ញុំនិយាយអត់ចេញខ្ញុំតឹងច្រមុះហើយជំងឺហ្នឹងវាធ្វើទុកយើងឲ្យហេវឲ្យអស់កម្លាំងអត់មានកម្លាំងទេអញ្ចឹងហើយក៏ខកខាននៅក្នុងការចេញមកដល់ថ្ងៃនេះក៏មិនទាន់នឹងជីដាច់ស្រេចដែរដោយខ្ញុំទៅតែស្រួលខ្លួនតាំងពីម្សិលមិញហើយក៏សម្រាប់ចេញវីដេអូនៅថ្ងៃនេះជាថ្ងៃដើមខែតែម្ដងសង្ឃឹមថាបងប្អូនបានស្ដាប់ហើយនឹងបានដឹងអំពីសុខទុក្ខរបស់ខ្ញុំហើយក្នុងន័យនេះខ្ញុំក៏ចង់ឲ្យបងប្អូនយើងថែរក្សាសុខភាពផងពីព្រោះដូចជាខ្ញុំផ្ទាល់ពេលដែលឈឺអញ្ចឹងខាតទាំងថវិកាខាតទាំងពេលវេលាចំណែកឱកាសបុណ្យទាននាបុណ្យប្រជុំកាលពីខែ9ខែកញ្ញាយើងណាក៏មិនបានទៅវត្តណាវត្តណីដែរអញ្ចឹងគឺខាតខ្លាំងមែនតើបងប្អូនថែរក្សាសុខភាពទៅកុំសូវចេញលេងអីពេលត្រូវភ្លៀងត្រូវអីកុំសូវដើរឲ្យប៉ះភ្លៀងប៉ះអីអញ្ចឹងណាអញ្ចឹងរៀងអត្ថាធិប្បាយរៀងអូសបន្លាយអំពីសុខទុក្ខខ្ញុំប្រាប់ទៅបងប្អូនច្រើនបន្តិចដោយសារតែគិតថាវាជាការជួបគ្នាលើកដំបូងណាបងប្អូនដោយខ្ញុំបាននិយាយខាងដើមនៃវីដេអូយើងអញ្ចឹងថាខ្ញុំភ្ជាប់អំពីការជូនដំណឹងការបាត់ខ្លួនរបស់ខ្ញុំជាមួយនឹងថ្ងៃនេះក៏មានរឿងដើម្បីជម្រាបជូនបងប្អូនយើងដែរដែលរឿងរ៉ាវមួយនេះគឺវាបានកើតឡើងនៅទីក្រុងភ្នំពេញចំពោះបងប្អូនយើងម្នាក់ដែលគាត់នឹងគឺជាជនជាតិខ្មែរកាន់សាសនាអ៊ីស្លាមដែលគាត់បានជួបប្រទះនៅរឿងរ៉ាវមួយនឹងកំឡុងពេលដែលគាត់បម្រើការងារនៅក្នុងម៉ាតមួយកន្លែងដែលនៅទីក្រុងភ្នំពេញហើយសពថ្ងៃក៏គាត់នៅតែបំពេញការងារនៅទីនោះដែរអញ្ចឹងកុំឲ្យខាតពេលវេលាយូរសូមនាំអារម្មណ៍ប្រិមិត្តអ្នកស្ដាប់ទាំងអស់មករីករាយស្ដាប់កំសាន្តនៅសាច់រឿងពេញដូចតទៅរឿងរ៉ាវមួយនេះគឺបានកើតឡើងចំពោះប្អូនស្រីម្នាក់ដែលខ្ញុំសូមហៅឈ្មោះគាត់ថាសំរោះទៅចុះដោយសារតែបងប្អូនខ្មែរអ៊ីស្លាមមួយចំនួនគឺគាត់មានឈ្មោះសំរោះច្រើនអញ្ចឹងខ្ញុំសូមហៅគាត់ថាសំរោះប្អូនស្រីគាត់គឺជាអ្នករស់នៅខេត្តត្បូងឃ្មុំទេប៉ុន្តែដោយសារតែគាត់ត្រូវបន្តការសិក្សានៅឯរាជធានីភ្នំពេញក្រោយពេលដែលគាត់កំពុងតែសិក្សាហ្នឹងណាគាត់ក៏ស្វែងរកការងារដើម្បីធ្វើនិយាយទៅមិនមែនថាជាកន្លែងទី1ដែលគាត់ធ្វើការទេដែលជួបប្រទេសហ្នឹងណាគឺគាត់បានដាក់ពាក្យទៅច្រើនកន្លែងដែរហើយកន្លែងចុងក្រោយដែលគាត់ទទួលគាត់ធ្វើការហ្នឹង
គឺវាឆ្ងាយពីផ្ទះរបស់គាត់ផ្ទះហ្នឹងគឺជាផ្ទះជួលមិនមែនផ្ទះនៅខេត្តទេណាដែលធ្វើការឆ្លងនៅស្ពានជ្រោយចង្វាខ្ញុំដូចជាចាំបានថាគាត់ទៅធ្វើការហ្នឹងមិនដឹងថានៅចំការដូងឬក៏នៅទីណាទេដឹងត្រឹមតែថាកន្លែងហ្នឹងគឺជាម៉ាតមួយកន្លែងតែគាត់ធ្វើការចាប់ពីវេលាម៉ោង1រហូតដល់ម៉ោង10យប់ហើយវេលាម៉ោង10បានគាត់ចេញកំឡុងពេលដែលរឿងយើងចាក់ផ្សាយបងប្អូនកំពុងស្ដាប់គឺគាត់អត់ទាន់បានចេញពីធ្វើការទេឥឡូវយើងសូមចូលជាមួយនឹងសាច់រឿងយើងបន្តិចសិនប៉ុន្តែរឿងរ៉ាវដំបូងខ្ញុំសូមលើកឡើងអំពីមិត្តភ័ក្តិរបស់គាត់មុននឹងនិយាយអំពីរឿងគាត់ប៉ុន្តែរឿងទាំងអស់ហ្នឹងគឺប្អូនស្រីសម្រស់ណាគឺគាត់ជាអ្នកផ្ដល់ជូនទាំងអស់ទេរឿងរ៉ាវដំបូងហ្នឹងគឺបានកើតឡើងទៅលើមិត្តភ័ក្តិស្រីរបស់គាត់ដែលគាត់នឹងធ្វើការនៅហាងនៅម៉ាកនឹងជាមួយគ្នាបើនិយាយអស់ទៅមិត្តភ័ក្តិទើបតែស្គាល់ទេប្អូនស្រីគាត់បានប្រាប់ថាអាគារនៃម៉ាតហ្នឹងណាគឺមានមួយខាងជាម៉ាតចំណែកឯមួយខាងទៀតហ្នឹងគឺជាឃ្លាំងផ្ទុកទំនិញប៉ុន្តែអាគារមួយជាមួយគ្នានោះទេគាត់តែថាមួយខាងទុកទំនិញមួយខាងធ្វើម៉ាតចឹងទៅចំណែកអាគារទាំងមូលហ្នឹងគឺមានកម្ពស់រហូតដល់ទៅ2ទៅ3ជាន់ប្អូនស្រីគាត់បានប្រាប់ថាមិត្តភ័ក្តិរបស់គាត់ហ្នឹងណាគឺចូលចិត្តលេងច្រើនរបៀបថាចំពោះការនិយាយស្ដីហ្នឹងគឺគាត់និយាយរឿងលឺនិយាយរឿងខ្លាំងអញ្ចឹងណាមានពេលមួយពេលដែលប្អូនស្រីដែលជាមិត្តភ័ក្តិរបស់សម្រស់ហ្នឹងណាគឺគាត់ទៅយកអីវ៉ាន់នៅឃ្លាំងស្តុកទំនិញពេលដែលគាត់ទៅយកទៅហើយអត់ដឹងថាយ៉ាងម៉េចទេបានជាគាត់ហ្នឹងស្រែកវាស់ពីក្នុងរបៀបថាស្រែកពីក្នុងឃ្លាំងមកណាអញ្ចឹងអ្នកទាំងអស់គ្នាដែលជាបុគ្គលិកដូចគ្នាហ្នឹងក៏បានស៊ូនាំក៏បានស្រែកស៊ូថាមានបញ្ហាអីចឹងទៅស្រាប់តែពេលហ្នឹងប្អូនស្រីដែលជាមិត្តភ័ក្តិរបស់សម្រស់ហ្នឹងណាគាត់ក៏បានប្រាប់ថានៅឃ្លាំងផ្ទុកទំនិញហ្នឹងស្តុកទំនិញហ្នឹងគឺមានខ្មោចលងយើងនិយាយអំពីសម័យឥឡូវសម័យថ្មី2025នេះហើយបើនិយាយអំពីរឿងថាខ្មោចលងខ្មោចអីច្បាស់ជាមួយចំនួនធំគិតថាមិត្តភ័ក្តិរបស់សម្រស់ណាគឺគាត់និយាយលេងគឺគាត់របៀបថានិយាយឲ្យអ្នកដតីដែលគាត់ទៅយកអីវ៉ាន់ម្ដងហ្នឹងគាត់ខ្លាចអីចឹងទៅប៉ុន្តែក៏មានបុគ្គលិកដូចគ្នាមានអ្នកខ្លះហ្នឹងក៏គាត់ជឿក៏គាត់អីចឹងទៅអញ្ចឹងរឿងរ៉ាវហ្នឹងគឺវាអត់ចប់ប៉ុណ្្នឹងឯងមានពេលមួយពេលវេលាដែលល្ងាចហើយដែររាំងប្រលប់រាំងស្ងាត់ភ្ញៀវអញ្ចឹងណាបងប្អូនស្រាប់តែពេលហ្នឹងមិត្តភ័ក្តិរបស់សម្រស់ណាគាត់ក៏បានមានធុរៈដោះស្រាយធុរៈគាត់ហ្នឹងគឺត្រូវចូលបន្ទប់ទឹកអញ្ចឹងទៅកំឡុងពេលដែលគាត់កំពុងតែនៅក្នុងបន្ទប់ទឹកតែម្នាក់ឯងហ្នឹងគាត់ក៏បានឮសូរសំឡេងសម្រាប់ជើងដែលសម្រាប់ជើងហ្នឹងគឺដើរនៅពីមុខបន្ទប់ទឹករបស់គាត់តែម្ដងដើរទៅដើរមកដើរទៅដើរមកហាក់បីដូចជាមានអ្នកណាម្នាក់ណាកំពុងតែចាំបន្ទប់ទឹកអញ្ចឹងទៅជាធម្មតានៅក្នុងម៉ាតណាបងប្អូនបន្ទប់ទឹកយ៉ាងហោចណាស់ក៏មាន2ដែរប៉ុន្តែនេះគឺបន្ទប់ទឹកផ្សេងអត់ដឹងថារវល់ឬក៏ជប់រវល់អីមិនក៏មិនដឹងដែរគាត់ថាប្អូនស្រីសម្រស់មិត្តភ័ក្តិរបស់សម្រស់ហ្នឹងគឺគាត់បានឮសម្រាប់ជើងហ្នឹងគឺដើរទៅមកស្រុបចឹងទៅហើយគាត់អត់ចាប់អារម្មណ៍ទេក្រៅអំពីការចាប់អារម្មណ៍គាត់មានថារបៀបថាចាប់អារម្មណ៍ថាគេចាំគាត់ចូលអញ្ចឹងទៅប៉ុន្តែពេលដែលគាត់ដោះស្រាយធុរៈគាត់រួចពេលហ្នឹងធម្មតាយើងដោះស្រាយយើងមានអីត្រូវនៅក្នុងបន្ទប់ទឹកអីទៀតអញ្ចឹងគាត់ក៏បានដើរចេញពីបន្ទប់ទឹកមកបងប្អូនសំឡេងដែលទើបតែចលិះគ្នាបន្តិចនិយាយថាថេរវេលាហ្នឹងគឺខុសគ្នាតែតិចតួចបំផុតប៉ុន្តែក្រោយពេលដែលសំឡេងនឹងបាត់ហើយគាត់បានបើកទ្វារចេញមកណាគឺមិនមានឃើញអ្នកណាទាំងអស់ទាំងនៅក្នុងចិត្តគាត់ក៏គិតថាប្រហែលជាមានអ្នកណាម្នាក់កំពុងតែឈរចាំចូលបន្ទប់ទឹកជាមួយនឹងគាត់ហ្នឹងគឺចាំនៅមុខបន្ទប់ហើយប៉ុន្តែនេះគឺអត់ទេអ្វីដែលគាត់ប៉ាន់ស្មានណាគឺវាខុសឆ្លាស់ទាំងអស់អញ្ចឹងយើងមិនចាប់អារម្មណ៍ថាសង្ស័យតែគាត់ហ្នឹងចូលបន្ទប់ទឹកផ្សេងតែដឹងពេលហ្នឹងមិត្តភ័ក្តិរបស់សម្រស់ណាគាត់ក៏បានដើរចេញមកក្រៅប៉ុន្តែជាស្ដែងទ្វារបន្ទប់ទឹកផ្សេងទៀតណាបងប្អូនគឺបានឃើញថាវាបើកចំហទាំងអស់បានន័យថាយ៉ាងម៉េចបងប្អូនគឺបានន័យថាអត់មានអ្នកណាគេចូលក្នុងបន្ទប់ទឹកទេហើយពេលហ្នឹងក៏ស្រាប់តែមិត្តភ័ក្តិរបស់គាត់ណាឡើងព្រឺក្បាលខ្ញាក់តែម្ដង
រួមជាមួយនឹងការតិចចឹងខ្នងហើយគាត់ក៏រត់បញ្ញាបញ្ញាល់ដើម្បីមករកបុគ្គលិកមករកអ្នកដែលធ្វើការជាមួយគ្នាវិញពីព្រោះថានៅម្នាក់ឯងដូចជាមិនស្រួលទេសង្ស័យតែខ្មោចឡងទៀតហើយចឹងណាណាមួយគាត់ធ្លាប់ជួបប្រទះជាបទពិសោធន៍របស់គាត់ហ្នឹងនៅជួបនៅឃ្លាំងទំនិញផងរឿងរ៉ាវមួយហ្នឹងគឺគាត់អត់លាក់បាំងអ្នកណាទេរឿងរ៉ាវហ្នឹងគឺគាត់បាននិយាយប្រាប់គេប្រាប់ឯងចឹងទៅឲ្យគេបានដឹងទាំងគ្រប់ទាំងគ្នាចឹងណាប៉ុន្តែបើទោះបីជាយ៉ាងណាក៏នៅតែរឿងរ៉ាវវាដូចគ្នាទៅនឹងខ្ញុំនិយាយដំបូងដែរបងប្អូនបានន័យថាសតវត្សទី21ឆ្នាំ2025មកដល់ពេលនេះហើយណាគឺមិនសូវមានអ្នកណាគេជឿទៅលើរឿងអបិយជំនឿអីទេហើយបើយើងនិយាយអំពីបងប្អូនច្បាស់ជាបងប្អូនជឿហើយពីព្រោះថាបងប្អូនគឺជា fan គឺជាអ្នកស្ដាប់នៅរឿងរ៉ាវតាក់ទងទៅនឹងអមនុស្សអញ្ចឹងតែសម្រាប់អ្នកអត់ដែលធ្លាប់ស្ដាប់អ្នកអត់ដែលជឿជាក់ទៅលើហ្នឹងគឺគាត់អត់ជឿទេរឿងរ៉ាវមួយនេះគឺគាត់និយាយជួបជាមួយនឹងសម្រស់ដែលគាត់បានប្រាប់សម្រស់អំពីរឿងរ៉ាវមួយហ្នឹងសម្រស់ក្រោយពេលដែលគាត់បានស្ដាប់នៅរឿងរ៉ាវមួយហ្នឹងហើយណាគឺគាត់ចាប់ផ្ដើមជឿតែម្ដងជាស្ដែងទៅសម្រស់គឺគាត់មិនដែលត្រូវបានខ្មោចលងឬក៏អីទេប៉ុន្តែគាត់ធ្លាប់ប្រាប់ខ្ញុំថាឲ្យតែឮសំឡេងខ្ញុំនិយាយអំពីរឿងខ្មោចនិយាយអីហ្នឹងគឺគាត់ចាប់ផ្ដើមខ្លាចហើយគាត់អត់ដែលនៅស្ដាប់តែម្នាក់ឯងទេគឺគាត់ទៅជុំមិត្តភក្តិរបស់គាត់ស្ដាប់ 2-3 នាក់អញ្ចឹងទៅដោយសារតែគាត់ខ្លាចណាបងប្អូនត្រឡប់ចូលមកកាន់សាច់រឿងយើងវិញសម្រាប់ក្រោយពេលដែលបានដឹងអំពីរឿងរ៉ាវមិត្តភក្តិរបស់គាត់បានជួបប្រទះទាំងពីររឿងហ្នឹងណាគាត់ក៏ប្រម៉ែប្រមូលផ្សំនៅគំនិតក៏គិតថាខ្លាចខ្លួនឯងដែរទៅសម្រាប់គាត់បានប្រាប់ថារឿងរ៉ាវដែលមិត្តភក្តិរបស់គាត់បានជួបប្រទះហ្នឹងរំលងផុតមិនយូរប្រហែលក៏ស្រាប់តែរឿងរ៉ាវមួយហ្នឹងគឺធ្លាក់មកដល់ខ្លួនគាត់បានន័យថាគាត់ក៏បានជួបប្រទះដែរសម្រាប់គាត់ធ្លាប់ឮមិត្តភ័ក្តិនិងអ្នកផ្សេងទៀតដែលគាត់ធ្លាប់ជួបប្រទះអញ្ចឹងណាគេប្រាប់ថានៅឃ្លាំងផ្ទប់ទំនិញហ្នឹងគឺមានខ្មោចលងហើយចំណែកឯជាន់ទី2ហ្នឹងក៏អត់សូវស្រួលដែរសម្រាប់ជារៀងរាល់ថ្ងៃគឺគាត់តែងតែឡើងទៅជាន់ទី2នៃអគារមួយហ្នឹងហើយការដែលគាត់ឡើងទៅហ្នឹងគឺដោយសារតែគាត់ត្រូវមានភារកិច្ចបែបសាសនារបស់គាត់ណាបងប្អូនជាជនជាតិខ្មែរកាន់សាសនាអ៊ីស្លាមប្រហែលជាគាត់យល់ហើយថាពិធីហ្នឹងគឺជាពិធីអីហើយខ្ញុំក៏មិនសូវជាយល់ច្បាស់ដែរខ្ញុំអាចនិយាយឈ្មោះថាសំយ៉ាងពិធីសំយ៉ាងណាហើយអត់ដឹងច្បាស់ថាប្រហែលដងក្នុងមួយថ្ងៃដែលគេត្រូវធ្វើនោះទេហើយខ្ញុំធ្លាប់ឮសម្រាប់គាត់និយាយថាគេធ្វើមួយថ្ងៃ5ដងអញ្ចឹងជារៀងរាល់ថ្ងៃសម្រាប់គាត់តែងតែឡើងទៅធ្វើសំយ៉ាងហ្នឹងនៅឯជាន់ទី2ហើយរឿងរ៉ាវដែលសម្រាប់គាត់បានជួបណាជាប្រភេទថារបៀបថាដូចមានអ្នកនៅក្បែរអ្នកនៅអីចឹងទៅហើយរឿងរ៉ាវមួយនេះគឺមិនមែនថាគាត់ទៅតែជួបគាត់ទៅតែដឹងអារម្មណ៍របស់គាត់ពេលដែលឮមិត្តភក្តិគាត់និយាយអីទេគឺអត់ទេបានន័យថាគាត់ទទួលអារម្មណ៍បែបនេះគឺជាយូរមកហើយតាំងតែពីគាត់ចូលទៅធ្វើការនិងគាត់ឡើងទៅសំយ៉ាងនៅទីនោះនោះឯងហើយពេលមុនហ្នឹងគឺគាត់មិនសូវជាចាប់អារម្មណ៍ប្រហែលទេប៉ុន្តែនៅពេលមិត្តភក្តិរបស់គាត់បាននិយាយនៅរឿងរ៉ាវដែលគាត់ជួបប្រទះអញ្ចឹងទៅសម្រាប់គាត់ក៏ចាប់ផ្ដើមគិតពិចារណានិងធ្វើឲ្យខ្លាចកាន់តែខ្លាំងរបៀបថាយល់ថាវាពិតប្រាកដហ្នឹងកាន់តែខ្លាំងសម្រាប់គាត់បានប្រធានចេះនៅពេលដែលគាត់ដើរចូលទៅដល់ជាន់ទី2ឡើងទៅដល់ជាន់ទី2ហ្នឹងអារម្មណ៍របស់គាត់ហ្នឹងគឺស្រាប់តែត្រជាក់ឆ្អឹងខ្នងស្រេបតែម្ដងហើយវាស្ងាត់នៅនោះណាគេធ្វើការគេលក់ភ្ញៀវចោះចូលទិញអីហ្នឹងគឺទិញតែនៅជាន់ទី1ឬក៏ជាន់ផ្ទាល់ដីទេចំណែកឯជាន់ទី2ហ្នឹងគឺអត់មានអ្នកណាគេឡើងទៅទីនោះទេអញ្ចឹងហើយគឺវាស្ងាត់យកតែមែនតែម្ដងណាបងប្អូនហើយពេលដែលគាត់ធ្វើការសំយ៉ាងគាត់ក្រាបគាត់សូត្រតាមបែបបទសាសនារបស់គាត់ហ្នឹងគាត់មានអារម្មណ៍ថាដូចជាមានគេហ្នឹងគឺកំពុងតែលួចមើលគាត់បានន័យថាមានភ្នែកទាំងគូនៅជុំវិញគាត់តែម្ដងដែលលួចមើលគាត់ណាប៉ុន្តែជាក់ស្ដែងទៅគឺមានតែគាត់ម្នាក់គាត់ដែលនៅលក្ខណៈថានៅធ្វើពិធីសំយ៉ាងហ្នឹងហើយគ្រប់ពេលដែលគាត់ធ្វើពិធីចប់ណាគឺគាត់អត់ដែលនៅឯអង្គតម្រង់យូរទេឲ្យតែចប់ភ្លាមគឺគាត់នឹងចុះមកក្រោមភ្លាមមកចុះមកជាន់ទីលក្ខណៈថាជាន់ផ្ទាល់ដីភ្លាមណាគឺគាត់អត់នៅយូរទេដោយសារតែអារម្មណ៍របស់គាត់បានជួបប្រទះបែបហ្នឹង
បងប្អូនមើលចំនួនប្រហែលជាបានគិតថាវាគ្មានស្អីទេគឺដោយសារតែស្ងាត់បានជាគាត់គិតបែបហ្នឹងប៉ុន្តែបងប្អូនត្រូវដឹងថាចេះផ្ទះហ្នឹងដំបូងឡើយគឺអត់ដឹងថាមានប្រវត្តិបែបណាឬក៏យ៉ាងណីទេចំពោះម៉ាស់ហ្នឹងណាគ្រាន់តែដឹងថាវាធ្លាប់មានបទពិសោធន៍ផ្សេងៗដូចជាមិត្តភ័ក្តិរបស់គាត់ធ្លាប់ជួបហើយជួបហ្នឹងមិនមែនជួបតែម្នាក់ទេបើថាមានតែម្នាក់ដែលជួបទៅមានអារម្មណ៍ថាគេបោកគេកុហកប៉ុន្តែ2-3នាក់មិត្តភ័ក្តិដែលធ្វើការមួយគ្នាហ្នឹងណាតែនិយាយរឿងហ្នឹងតាំងពីអ្នកដែលមិនជឿសោះរហូតដល់អ្នកមិនជឿហ្នឹងបានជួបប្រទះខ្លួនឯងអញ្ចឹងរឿងរ៉ាវរបស់សម្រស់មិនចប់តែប៉ុណ្្នឹងទេរឿងរ៉ាវចុងក្រោយដែលគាត់បានជួបហ្នឹងគឺជារឿងរ៉ាវមួយដែលគាត់ថារន្ធត់និងភ័យខ្លាំងមែនតើដោយសារតែពេលហ្នឹងគាត់អត់លក្ខណៈថាដូចជាមិនស្រួលខ្លួនឆាប់ចូលបន្ទប់ទឹកនិយាយទៅដោយសារតែគាត់ទទួលទានទឹកច្រើនផងគូផ្សំជាមួយនឹងសីតុណ្ហភាពនៅក្នុងម៉ាតវាត្រជាក់ផងណាអញ្ចឹងថ្ងៃហ្នឹងគាត់ថាគាត់ទៅបត់ជើងតូចហ្នឹងគឺញឹកខ្លាំងមែនតើសម្រស់គាត់បានប្រាប់ថាមានពេលមួយកំឡុងពេលដែលគាត់ចូលទៅបន្ទប់ទឹកហ្នឹងណាគាត់កំពុងតែបន្ទោបាំងហ្នឹងក៏ស្រាប់តែគាត់បានឮសូរសំឡេងគេគោះរបៀបថាគោះទ្វារបន្ទប់ទឹកតុ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 កអីចឹងទៅដំបូងឡើយគឺគាត់អត់តន់មាត់ទេគាត់អត់តន់គាត់គិតថាគាត់អៀនគាត់ខ្មាស់អីចឹងណាវាមិនដែរណាមនុស្សនៅក្នុងបន្ទប់ទឹកក៏ស្រាប់តែមានអ្នកគោះទាំងតែទ្វារកំពុងតែចាក់សោអញ្ចឹងណាហ្នឹងហើយអញ្ចឹងគាត់អត់មាត់ទេសំឡេងហ្នឹងគឺវាអត់បាត់ទៅណាទេអាសំឡេងគោះទ្វារហ្នឹងណាក៏វាបន្តបានន័យថាបន្តគោះទៀតហើយការគោះហ្នឹងគឺមិនមែនគោះតិចតិចទេគឺគោះខ្លាំងទៅដែលធ្វើឲ្យអ្នកនៅក្នុងបន្ទប់ទឹកហ្នឹងមានការងឿងឆ្ងល់ខ្លាំងមែនតើរបៀបថាគោះធ្វើអីបើដឹងថាមនុស្សនៅក្នុងនឹងហ្នឹងណានៅក្នុងនឹងអញ្ចឹងហើយដោយអត់ទ្រាំមិនបានគាត់ក៏បាននិយាយគាត់ក៏បានស្រែកប្រាប់ថាចាំបន្តិចហើយឥឡូវហើយអញ្ចឹងណាគាត់បញ្ជាក់ថាហើយឥឡូវហើយហ្នឹងណាបងប្អូនក្រោយពេលដែលថាសំឡេងដែលគាត់ស្រែកហ្នឹងទៅអាសំឡេងគោះខាងក្រៅហ្នឹងក៏វាបាត់បន្តិចទៅគាត់គិតថាអូអ្នកខាងក្រៅហ្នឹងច្បាស់ជាគេយល់ហើយថាគាត់ដឹងថាគាត់នៅខាងក្នុងប៉ុន្តែរឿងវាអត់ចប់ប៉ុណ្្នឹងឯងបងប្អូនស្ងាត់មិនបានយូរប្រហែលណាក៏ស្រាប់តែបងប្អូនហើយសំឡេងហ្នឹងគឺចាប់ផ្ដើមអង្រូនយកតែម្ដងអង្រូនទ្វារបន្ទប់ទឹកហ្នឹងគឺគាត់ចាប់ផ្ដើមអង្រូនហើយអង្រូនហ្នឹងគឺមិនអង្រូនតិចថ្នមជាកម្លាំងដៃក្មេងកូនក្មេងឯណាអង្រូនហ្នឹងគឺអង្រូនមកកម្លាំងមនុស្សចាស់តែម្ដងរបៀបថាអង្រូនឡងអាអ្នកខាងក្នុងហ្នឹងគឺឡងភ័យខ្លាំងមែនតើថាដូចថាមានរឿងអីធំដុំអីកើតឡើងអញ្ចឹងណាហ្នឹងហើយស្របពេលហ្នឹងគាត់ក៏បានបញ្ចប់កិច្ចការងាររបស់គាត់នៅក្នុងបន្ទប់ទឹកហ្នឹងដែរពេលហ្នឹងសម្រស់គាត់ក៏បើកទ្វារចេញយ៉ាងលឿនប៉ុន្តែបងប្អូននឹងមិនទេពេលដែលគាត់បើកទ្វារចេញមកស្រាប់តែស្ងាត់ឲ្យសូន្យតែម្ដងទាំងតែថាម៉ោងហ្នឹងគឺម៉ោងគេចិត្តសម្រាប់ការងារហើយណាថាលេងអីនឹងមានអ្នកគេមកគោះទ្វារបន្ទប់ទឹកប៉ុណ្ណឹងសំជាមួយនឹងសម្រស់គាត់ឧស្សាហ៍ខ្លាចគាត់ខ្លាចលឿននិយាយទៅជាមនុស្សដែលខ្លាចលឿនផងគាត់មិនតែឈរចាំពិនិត្យមើលថាមានអ្នកណាមានអ្នកណីអីច្រើនថាមានខ្មោចមានអីឡងឯណាក៏ដាក់មេប្រូចចេញពីបន្ទប់ទឹករត់ទៅម៉ាតវិញភ្លាមតែម្ដងដោយចាប់តាំងពីពេលហ្នឹងមកណាបងប្អូនសម្រស់គឺគាត់អត់ហ៊ានទៅបន្ទប់ទឹកតែម្នាក់ឯងទេហើយបើទោះជាគាត់ចង់ទៅបន្ទប់ទឹកឬក៏ចូលទៅបន្ទប់ទឹកហ្នឹងក៏គាត់ពឹងឲ្យមិត្តភ័ក្តិរបស់គាត់ណានៅឈរចាំពីក្រៅដែររហូតមកដល់ឥឡូវហ្នឹងហើយរឿងរ៉ាវនេះគឺជារឿងរ៉ាវពិតដែលគាត់បានជួបប្រទះតែម្ដងដែលគាត់គឺជាប្រិយមិត្តអ្នកស្ដាប់របស់យើងហើយចំពោះការចែករំលែករបស់គាត់នៅសាច់រឿងមួយហ្នឹងគឺចែករំលែកតាំងពីមុនបនប្រជុំបិណ្ឌមកម្ល៉េះគាត់ថាខ្ញុំផ្ដាសាយខ្លាំងខ្ញុំហេវខ្លាំងខ្ញុំហត់ខ្លាំងក៏មិនបានចេញរឿងអីចឹងទៅរហូតមកដល់ថ្ងៃទី1ខែតុលានេះគឺខ្ញុំបានធូរស្បើយបានមានកម្លាំងតិចតួចគ្រាន់មកលើកយករឿងរ៉ាវដែលបងប្អូនយើងចែករំលែកដើម្បីយកមកដំណើរចែកជូនទៅកាន់បងប្អូនយើងស្ដាប់និងឆ្លៀតឱកាសជម្រាបអំពីស្ថានភាពនៃសុខភាពខ្ញុំជូនទៅកាន់បងប្អូនយើងផងឆ្នាំនេះគឺរឿងរ៉ាវច្រើនមែនតើបងប្អូន Channel YouTube របស់ខ្ញុំចំនួនអ្នក Subscribe ចិត្តមែនចិត្តទេគឺ20000នាក់ត្រូវបានគេ hack ក្រោយពី hack មកខ្ញុំក៏បានបង្កើត channel ថ្មីដោយ channel ថ្មីហ្នឹងគឺខ្ញុំបានដាក់ឈ្មោះថាដំណាលហ្នឹងគឺចុងបញ្ចប់គឺមានឈ្មោះខ្ញុំដែរដំណាល by Mr. Sam ណា
ប៉ុន្តែបងប្អូនយើងមួយចំនួនគាត់បាន comment គាត់ថាដូរឈ្មោះទៅយកអីឈ្មោះគេមកប្រើប្រាស់យកអីមកប្រើប្រាស់អញ្ចឹងធ្វើឲ្យយើងវាមានអារម្មណ៍ថាទី1បងប្អូនយើងគាត់ដាក់សពាតមកអញ្ចឹងទី2យើងគិតថាតើឈ្មោះហ្នឹងគឺជាឈ្មោះគេមែនឈ្មោះដំណាលហ្នឹងយល់ថាបងប្អូនមាន idol បងដំណាលណាខ្ញុំចូលចិត្តស្ដាប់គាត់ហើយរឿងរ៉ាវដែលខ្ញុំធ្វើគឺដោយសារតែមានគាត់ទើបខ្ញុំលើកយកនៅរឿងរ៉ាវហ្នឹងនិយាយទៅគឺហាក់បីដូចជាដំណាលដូចជានិទានគឺជាអ្នកផ្ដួចផ្ដើមគឺជាគ្រូគឺជាអីខ្ញុំអញ្ចឹងខ្ញុំគិតថាបើសិនជាពាក្យថាដំណាលហ្នឹងគឺជាបោះគាត់ផ្ដាច់មុខឬក៏ប្រិមិត្តយើងយល់ថាជាបោះគាត់អញ្ចឹងខ្ញុំនឹងបដូរមកកាន់ Mr. អធិស្ឋានគឺបដូរមកកាន់រាត្រីព្រឺព្រួយវិញដែលជាឈ្មោះខ្ញុំមូលហេតុដែលខ្ញុំដាក់ហ្នឹងគឺដោយសារតែពេលហ្នឹង channel រាត្រីព្រឺព្រួយពេលដែលបងប្អូនវាយណាគឺអត់ឃើញ channel ខ្ញុំទេគឺឃើញ channel ដែលគេ hack ហើយដល់អញ្ចឹងខ្ញុំមានតែបដូរឈ្មោះដើម្បីឲ្យបងប្អូនយើងស្រួលវារកអញ្ចឹងណាហ្នឹងហើយជាមូលហេតុហើយឥឡូវក៏មិនអីដែរខ្ញុំក៏បានបដូរមកកាន់ជារាត្រីព្រឺព្រួយវិញហើយប៉ុន្តែបដូរមកជារាត្រីព្រឺព្រួយមិនបានប្រមាណផងប្រហែលជាមួយខែបងប្អូនស្រាប់តែខ្ញុំនឹងធ្លាក់ខ្លួនឈឺយ៉ាងទម្ងន់តែម្ដងជំងឺទឹកនោមប្រៃក៏ចេះតែកើនឡើងចំណែកឯជំងឺផ្ដាសាយក៏វាបានកើតចំពោះខ្ញុំក៏បានខកខានចេញមួយខែជាងដែលបងប្អូនយើងមិនធ្លាប់បានឮសំឡេងឮតែវីដេអូចាស់អញ្ចឹងសង្ឃឹមថាថ្ងៃនេះបងប្អូននឹងចាប់ផ្ដើមត្រឡប់មកគាំទ្រជាថ្មីហើយសង្ឃឹមថាមានពាក្យល្អចេញពី comment របស់បងប្អូនជាការលើកទឹកចិត្តនិងធ្វើឲ្យខ្ញុំមានកម្លាំងចិត្តនៅក្នុងការផលិតវីដេអូជាថ្មីបន្តជូនដល់កាន់បងប្អូនយើងទៀតជាចុងក្រោយក៏សូមគោរពជូនពរបងប្អូនយើងឲ្យមានសុខភាពល្អទាំងប្រុសទាំងស្រីទាំងចាស់ទាំងទុំសូមឲ្យកងកម្លាំងវរៈការពារព្រំដែនមានសុខភាពល្អការពារឈ្នះអស់មានសត្រូវដែលចង់ឈ្លានពាននៅទឹកដីខ្មែរយើងគណៈពេលនេះវត្តមានខ្ញុំបាទសូមអរគុណនិងសូមគោរពលា